សូមស្វាគមន៍មកកាន់ថ្នាក់ទី13សង្ខេបរឿងមេលាដួងចិត្តរឿងមេលាដួងចិត្តអ្នកនិពន្ធនូហាចដឹកនាំដោយអ្នកគ្រូហៀងធីតាស្នាដៃថ្នាក់ទី13ប្រភពឆ្លុះបញ្ចាំងពីដំណើររឿងនៅក្នុងប្រទេសកម្ពុជាចលនាអក្សរសិល្ប៍ខេមរនិយមកាលបរិច្ឆេទ1972ប្រភេទអក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ចេតនានិងប្រវត្តិសាស្ត្រទីខេវជាសារៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី2ទំនើបទីខេវជាមនុស្សដែលមានអារម្មណ៍អណ្ដែតអណ្ដូងចូលចិត្តការស្ដាប់ចម្រៀងសៀមពេលវិសមកាលទីខេវបានទៅលេងឪពុកម្ដាយនៅភូមិអូតាគីខេត្តបាត់ដំបងពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីនៅក្នុងសុបិនទៅទៀតនាងនោះមានឈ្មោះច័ន្ទមនីអ្នកទាំងពីរសាសងគ្នាពីពេលនោះស្រាប់តែរត់ភ្លើងមកដល់ចំណតតែម្ដងទីខេវនឹកស្ដាយមិនចង់ឃ្លាតឡើយបុរសចំណាស់ម្នាក់កំពុងឈររេរាឈ្មោះទេពកោសាវិចិត្រជាឪពុកនាងច័ន្ទមនីដែលភៀសខ្លួនមកនៅស្រុកខ្មែរដែលរាជរដ្ឋាភិបាលសៀមចោទប្រកាន់ថាគាត់ជាអ្នករួមគំនិតបះបោរប្រឆាំងនឹងរដ្ឋាភិបាលសៀមនាងច័ន្ទមនីបានណែនាំឪពុកនាងឲ្យស្គាល់ទីខេវដែលបានជួយយកអាសានាងក្នុងពេលធ្វើដំណើរអ្នកទាំង3ស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅរៀងៗខ្លួនចាប់ពីពេលនោះមកទីខេវពុំបានជួបមុខនាងច័ន្ទមនីទៀតទេថ្ងៃមួយនៅពេលសម្រាកពីការសិក្សាទីខេវទៅមើលកូនស្រាប់តែបានជួបពីអ្នកឪពុកនិងកូននេះម្ដងទៀតនាងច័ន្ទមនីបានបបួលទីខេវទៅលេងផ្ទះនាងចាស់ពីពេលនោះមកទីខេវបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយទីខេវបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេដងក្នុងឱកាសវិសមការក្រុមគ្រួសារនាងច័ន្ទមនីបានបបួលទីខេវទៅលំហែកាយនៅសៀមរាបអង្គរពេលធ្វើដំណើរមានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែនគូស្នេហ៍ទាំងពីរបានស្រន់ចំពោះភ័ក្រព្រះអង្គធំសូមឲ្យក្តីស្នេហាគេទាំងពីរបានសម្រេចដោយបំណងនិងទទួលបាននូវសេចក្តីសុខក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញទីខេវខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ជាស្ថាពរគេសប្បាយរីករាយជាពន់ពេកបាននាំដំណឹងល្អនេះទៅប្រាប់នាងច័ន្ទមនីតែបែរជាធ្វើឲ្យចិត្តនាងប្រែជាស្រពាប់ស្រពួនទៅវិញដោយសារតែនាងនឹងឪពុកត្រូវត្រឡប់ទៅស្រុកកំណើតវិញព្រោះម្ដាយនាងមានជំងឺហើយលោកទេពកោសល្យត្រូវរួចទោសផងតាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយចំណែកប្រទេសជាតិក៏មានភាពច្របូកច្របល់ដែរសាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញទីខេវសម្រាប់ចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសារសភាពការក្នុងនិងក្រៅប្រទេសមិនស្រួលហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលផ្នែកបាឡាត់នៅខេត្តពោធិ៍សាត់ទីខេវបានជួបផ្ទះមីងក្អាតពូហេងស្នាក់អាស្រ័យការធ្វើការងារនៅខេត្តពោធិ៍សាត់គេបានជួបប្រទះតែអំពើពុករលួយពាលាអាវ៉ាសែម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគីដែលធ្វើជាកេញសម្ងាត់នោះថានាងច័ន្ទមនីនិងឪពុកនាងធ្វើការជាចារនារីចារបុរសធ្វើការនៅស្រុកខ្មែរធ្វើឲ្យទីខេវមានការខឹងសម្បាជាខ្លាំងក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ពការប្រយុទ្ធគ្នាបានផ្ទុះឡើងធ្វើឲ្យទ័ពខាងយើងមានរបួសនិងស្លាប់ជាច្រើនអ្នកក្នុងចំណោមអ្នករងគ្រោះទីខេវត្រូវរបួសធ្ងន់ជាងគេតែត្រូវបាននាងច័ន្ទមនីបរិច្ចាគឈាមឲ្យនិងព្យាបាលជំងឺទីខេវបានជាសះស្បើយទីខេវមិនបានត្រេកអរចំពោះការជួយសង្គ្រោះពីនាងទេថែមទាំងបានប្រើពាក្យសម្ដីគំរោះគំរើយអសិលធម៌ឲ្យនាងថែមទៀតផងតែនាងមិនខឹងនឹងកំឡោះទេព្រោះនាងមានហេតុផលច្បាស់លាស់ពេលត្រឡប់មកពីសង្គ្រាមវិញទីខេវបានទទួលតំណែងជាចៅហ្វាយស្រុកពួកពេលនោះព្រំប្រទល់ខេត្តខ្លះដូចជាបាត់ដំបងមួយភាគនៃខេត្តពោធិ៍សាត់ខេត្តកំពង់ធំស្ថិតនៅក្រោមការកាន់កាប់របស់សៀមធ្វើឲ្យប្រជាជនមានការលំបាកចេញចូលប្រកបកសិកម្មកំឡោះរូបនេះត្រូវបង្ខំចិត្តរាប់អានជាមួយនាងអំភើយនិងនាងចុងលៀនជាជនជាតិសៀមដោយធ្វើការចេញចូលទៅមកផ្ទះរបស់គេមិនដែលដាច់ថ្ងៃមួយនាងអំភើយបាននាំឪពុកមានិងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ
ទីឃាវុធបានចាត់ចែងជនដំណើរគ្រួសារនាងអំភើយដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួនទីឃាវុធភ្ញាក់ស្រឡាំងកាំងពេលឃើញលោកទេពកោសលនិងនាងច័ន្ទមณีកំពុងនៅក្នុងវត្តមួយតែអ្នកទាំង3ហាក់ធ្វើមិនស្គាល់គ្នាទៅវិញទីឃាវុធមានការសោកស្ដាយណាស់ដោយសម្លាញ់វេគីបានផ្ដល់ដំណឹងខុសពីរឿងនាងច័ន្ទមณีនិងឪពុកទីឃាវុធចង់ធ្វើការសុំទោសទៅនាងតែពុំមានឱកាសសោះពេលទៅដល់បារាយណ៍ក្រោយពីទទួលទានអាហាររួចពួកគេក៏ចុះងូតទឹកកំពុងបណ្ដែតអារម្មណ៍ស្រាប់តែនាងច័ន្ទមณีហែលទឹកមករកទីឃាវុធចង់សួររឿងរ៉ាវខ្លះៗទីឃាវុធបាននិយាយសុំទោសនាងតែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មីទេព្រោះគេបានសច្ចាចំពោះភពបដិមានៅអង្គរថាបើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យខ្មែរវិញទើបរាប់អានសៀមជាមិត្តបានសង្គ្រាមត្រូវបានបញ្ចប់សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញដែលមានលោកជូឡុងតំណាងរាជរដ្ឋាភិបាលនិងលោកអង្គញា ដឺសុងហ្គេជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរមកវិញនៅក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ដែរលោកទេពកោសលបានសុំសិទ្ធិកាន់កាប់ដីធ្លីគាត់បានទិញពីមុនមកសេចក្តីស្នេហារបស់ទីឃាវុធនិងនាងច័ន្ទមณีបានចេញជាពន្លឺភ្លើចិញ្ចាចឡើងវិញនៅក្រោមអំបូរវិហារមួយដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូតប្រធានដំណើររឿងឆ្លុះបញ្ចាំងពីឧត្តមកតេស្នេហាជាតិគឺប្រយោជន៍ជាតិជាធំជាងប្រយោជន៍ផ្ទាល់ខ្លួនមូលបញ្ហាតាមរយៈប្រធានរឿងយើងអាចទាញមូលបញ្ហារឿងដោយខាងក្រោមការទាមទារសិទ្ធិសេរីភាពបរណភាពផែនដីបញ្ហាស្នេហាកំឡោះក្រមុំខុសសញ្ជាតិអំពើពុករលួយរបស់មន្ត្រីខ្មែរក្នុងរាជការប្រវត្តិសាស្ត្រខ្មែរសៀមនិងសង្គ្រាមលោកលើកទី2